មូលហេតុអ្វីបានជាប្រធានាធិបតីអាមេរិកជ្រើសតាំងលោក Kevin Walsh ជំនួសឲ្យលោក Hassett ទៅវិញសូមជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីសូមជួបជាមួយខ្ញុំធារុំសាជាថ្មីដែលនឹងធ្វើសក្តីលម្អិតព្រមទាំងវិភាគជូនប្រិយមិត្តថាតើអនាគតប្រាក់ដុល្លារនឹងប្រែប្រួលយ៉ាងណាក្រោយលោក Donald Trump ប្រកាសលោក Kevin Walsh ឲ្យក្លាយជាប្រមុខធនាគារកណ្ដាលថ្មីនោះបាទសន្ទុះប្រាក់ដុល្លារអាមេរិកបានងើបឡើងមកវិញជាង 2% បន្ទាប់ពីកិច្ចប្រជុំធនាគារកណ្ដាលអាមេរិកកាលពីសប្តាហ៍មុនដោយលោក Jerome Powell ប្រធានធនាគារកណ្ដាលបច្ចុប្បន្នបានរក្សាអត្រាការប្រាក់ឲ្យនៅដដែលនិងបានបង្ហាញពីសញ្ញាណវិជ្ជមាននៃសេដ្ឋកិច្ចព្រមទាំងលើកឡើងពីហានិភ័យទៅលើអតិផរណាមានភាពធូរស្រាលជាងមុនក្រៅពីនេះការប្រកាសប្រមុខធនាគារកណ្ដាលថ្មីដែលនឹងមកជំនួសលោក Powell នោះក៏ជាកម្លាំងបន្ថែមក្នុងការលើកតម្លៃប្រាក់ដុល្លារឲ្យមានទម្ងន់ជាងមុនផងដែរដោយហេតុថាទីផ្សារបានខកចិត្តដែលធ្លាប់រំពឹងថាលោក Donald Trump នឹងតែងតាំងលោក Hassett ដែលជាបេក្ខភាពគ្រប់គ្រងការទម្លាក់អត្រាការប្រាក់ខ្លាំងជាងលោក Kevin Walsh នោះសំណួរសួរថាចុះមូលហេតុអ្វីបានជាប្រធានាធិបតីអាមេរិកជ្រើសតាំងលោក Kevin Walsh ជំនួសឲ្យលោក Hassett ទៅវិញដោយគោលនយោបាយរបស់លោកចង់ឲ្យប្រាក់ដុល្លារធ្លាក់ថ្លៃខ្លាំងនោះបាទចំណុចសំខាន់ក្នុងការតែងតាំងជាប្រមុខធនាគារកណ្ដាលអាមេរិកតែមួយមុខនៅមិនទាន់គ្រប់គ្រាន់នោះទេគឺនៅមានប្រជាប្រិយភាពឬកម្លាំងអូសទាញសមាជិកអចិន្ត្រៃយ៍ផ្សេងទៀតក្នុងធនាគារកណ្ដាលអាមេរិកឲ្យគ្រប់គ្រងសម្លេងឆ្នោតពេលបើកការប្រជុំសម្រាប់កែប្រែគោលនយោបាយរូបិយវត្ថុម្ដងដោយសារការសម្រេចរបស់ធនាគារកណ្ដាលអាមេរិកណាមួយត្រូវការសម្លេងឆ្នោតភាគច្រើនបាទចំណុចមួយនេះហើយដែលជាគុណសម្បត្តិរបស់លោក Kevin Walsh បូកផ្សំទាំងបទពិសោធន៍របស់លោកក្នុងការធ្វើការក្នុងធនាគារកណ្ដាលអាមេរិកអស់រយៈពេលយូរឆ្នាំមកហើយនោះបើទោះបីជាវិនិយោគិនបានមើលឃើញថាលោក Kevin Walsh គឺជាអ្នកមិនសូវគ្រប់គ្រងឲ្យប្រាក់ដុល្លារធ្លាក់ខ្លាំងក៏ដោយតែនោះគឺជារបៀបការងារចាស់របស់គាត់តែប៉ុណ្ណោះហើយការជ្រើសតាំងពីប្រធានាធិបតី Trump នេះគឺនៅតែបន្តគ្រប់គ្រងឲ្យប្រាក់ដុល្លារចុះបន្តទៀតនៅក្នុងអាណត្តិរបស់លោក Trump នេះបាទសូមអរគុណអរលោកស្រីសម្រាប់ការតាមដានទស្សនាបាទសូមជម្រាបលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ